គុំធ្វើដាក់អ្នកតែកើតក្នុងថ្ងៃខែទាំងអស់ហ្នឹងបើអត់ចង់ឲ្យមានរឿងខ្លាំងជាងហ្នឹងថ្ងៃទី9 18 Don't break their trust អ្នកទាំងអស់គ្នាគុំមិនសោះគុំប្រាស់មនោសញ្ចេតនាគុំបំផ្លាញទឹកចិត្តពួកគាត់ឲ្យសោះហ่าបើអ្នកទាំងអស់គ្នាសន្យាឬក៏ថាធ្វើអ្វីជាមួយនឹងគាត់ហើយ even រឿងហ្នឹងទីក្តីច្រើនក្តីក៏ដោយអ្នកទាំងអស់គ្នាត្រូវតែធ្វើវាបើថាធ្វើមិនបានទៅគឺប្រាប់គេទៅគុំដល់ពេលហើយគេសួរថាអាណាលទ្ធផលឬក៏ result អ្នកទាំងអស់គ្នាឆ្លាតបានទេអញ្ចឹងគុំហ៊ានតែធ្វើអញ្ចឹងដាក់អ្នកកើតថ្ងៃហ្នឹងអ្នកទាំងអស់គ្នាចោលទៅមិនថាមិត្តភាពស្នេហាគ្រួសារឬក៏តើតមួយការងារអីហ្នឹងគឺខំអ្នកទាំងអស់គ្នាជប់យកអ្នកទាំងអស់គ្នាមកនេះសម្រាប់អ្នកដែលកើតថ្ងៃ4 13 22 31 Don't touch their phone គុំប៉ះទូរស័ព្ទឲ្យសោះដោយសារតែគេគោរព privacy សិទ្ធិផ្ទាល់ខ្លួនរបស់គេអ្នកទាំងអស់គ្នាអញ្ចឹងបើស្រឡាញ់រាប់អានម្នាក់ហ្នឹងគឺគុំប៉ះទូរស័ព្ទគេសោះតែបើសិនអ្នកទាំងអស់គ្នាចង់សួរគេអីឬក៏ចង់ឆែកថាអូនៅក្នុងទូរស័ព្ទគេមានរូបយើងអត់ហើយសួរគេសិនថាតើខ្ញុំអាចឆែករូបបានអត់ឬក៏អ្នកទាំងអស់គ្នាអាច send រូបឲ្យខ្ញុំបានអត់អីអញ្ចឹងយើងត្រូវ admission គេសិនត្រូវសួរគេសិនគុំ just simply ចុចទូរស័ព្ទផងគេព្រោះមនុស្សហ្នឹងអត់ចូលចិត្តចុចទូរស័ព្ទគេហើយក៏អត់ឲ្យគេចុចទូរស័ព្ទផងគេដែររឿងផ្ទាល់ខ្លួនមួយគឺអត់អាចឲ្យ expose ឲ្យគេដឹងទេនៅកាលទី7 16 25អ្នកទាំងអស់គ្នាគុំមិនសោះ don't question their loyalty ចឹងមិនថាមិត្តភាពស្នេហាគ្រួសារឬក៏មិត្តភាពអីអ្នកទាំងអស់គ្នាតែ mostly មកខ្ញុំគិតថាតើតើជាមួយនឹងស្នេហាបើថាស្រឡាញ់ហើយមិនសួរថាបើឯងស្មោះអូនប៉ុណ្ណាអូនឯងស្មោះបងប៉ុណ្ណាអូនឯងអាចធ្វើរឿងនេះបងបានអត់ធ្វើរឿងនោះបានអត់ទេបើគេថាគេធ្វើហើយមិនបាច់សួរច្រើនដងគឺគេពិតជាស្រឡាញ់យើងគេនឹងធ្វើយើងហើយមិនទេភាពស្មោះភាពត្រឹមត្រូវភាពល្អឥតខ្ចោះជាមួយនឹងគេគឺគេមិននៅបង្ហាញទង្វើច្រើនជាងសម្ដីដល់អ្នកកាត់ថ្ងៃទី2 11 20 29វិញម្ដង don't share their secrets so អ្នកទាំងអស់គ្នាគុំពេលដែលគេប្រាប់រឿងសម្ងាត់ទៅអ្នកទាំងអស់គ្នាហើយចង់អ្នកទាំងអស់គ្នាទៅ spread រឿងហ្នឹងទៅប្រាប់អ្នកដទៃតដោយអ្នកទាំងអស់គ្នាគិតថាអូអ្នកទាំងអស់គ្នាប្រាប់ម្នាក់នេះទៅសម្ងាត់ធំហ្នឹងហើយអត់ទេណាគឺគេអាចនឹងនិយាយតអីចឹងនិយាយទៅបើសិនជាមនុស្សម្នាក់ហ្នឹងទុកចិត្តអ្នកទាំងអស់គ្នាហើយគឺគេប្រាប់ secret ទៅអ្នកទាំងអស់គ្នាអញ្ចឹងគុំចែករំលែករឿងសម្ងាត់ដែលគេប្រាប់អ្នកទាំងអស់គ្នាអូខេ so អ្នកការងារទី5 14 23 don't cross their boundaries អញ្ចឹងអា boundary របស់គាត់មានទាំងម៉ានឧទាហរណ៍ចេះអ្នកទាំងអស់គ្នាតេះគេរហូតថាមើលអត់លើកទូរស័ព្ទ10ដងមើលគាត់មានអារម្មណ៍មិនតែហ៊ានតែតេះហើយចាប់ហើយតែហ៊ានតែលើស limit របស់គាត់ហើយទុកបឹងហ្មងដូចក្របបែកបរិមាណទៅអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងបើថាយើងឆ្លាញ់នឹង value relationship ហ្នឹងយើងគួរតែលើតតចរិតរបស់គាត់ហើយនឹងការនឹងចិត្តកំណត់របស់គាត់សិនថាគាត់ជាមនុស្សដែល boundary គាត់ធំប៉ុណ្ណាហើយតើយើងអាចនិយាយមួយគាត់បានធំប៉ុណ្ណាអញ្ចឹងកុំឲ្យថ្នាក់ក្នុងចិត្តគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាការងារទី6 15 24 don't start drama about them គុំអ្នកទាំងអស់គ្នាគុំនិយាយពីគេនិយាយពីរឿងគេប្រាប់អ្នកនេះអ្នកនោះគុំ start រឿងមុនគុំបង្កើតរឿងមុនទៅកាន់អ្នកកើតថ្ងៃហ្នឹងតែអ្នកទាំងអស់គ្នាតែបង្កើតរឿងមុនហើយអ្នកទាំងអស់គ្នាចាំដឹងតែអត់លះហ្មងអ្នកទាំងអស់គ្នាគឺនិយាយ drama ពីយើងវិញហ្នឹងធ្វើឲ្យយើងអត់ expect ទេមានអារម្មណ៍ថាយើងកាន់តែខ្មាស់គេជាងយើងនឹងនិយាយពីគេទៅប្រាប់អ្នកកើតថ្ងៃហ្នឹងទៀតណារបៀបចឹងណាអ្នកទាំងអស់គ្នាតែកើតថ្ងៃ1 19 28 not their messages អ្នកទាំងអស់គ្នាគុំមិនសោះហាតិចច្រឡំថាចេះមិនត reply ឆាតទេចង់ដឹងគេមិនដែរអញ្ចឹងណាអូយខំអ្នកទាំងអស់គ្នាគ្មានថ្ងៃយល់អ្នកទាំងអស់គ្នាទេព្រោះគាត់ចូលចិត្តណាស់ឆាតសួរនាំអីអញ្ចឹងគឺចង់ដឹងការ update របស់យើងថាយើងបើចាមានបញ្ហាអីអត់ដល់ពេលអ្នកទាំងអស់គ្នា ignore គាត់អត់រវីរួលជាមួយនឹងគាត់អត់ឆ្លើយមួយគាត់កាន់តែគាត់ខឹងហើយគាត់មានអារម្មណ៍ថាគាត់នឹងវាអត់សំខាន់សម្រាប់អ្នកទាំងអស់គ្នាមកវាថ្ងៃទី8 17 ហើយ26 don't judge their choices អ្នកទាំងអស់គ្នាអញ្ចឹងការជ្រើសរើសរបស់គេគឺជាជំរឿនរបស់គេយើងអាចបានធ្វើស្ដាប់ឬក៏យើងអាច add time នៃគំនិតរបស់យើងទៅប្រាប់គេប៉ុន្តែមិនមែនបានន័យថាគំនិតរបស់គេហ្នឹងគឺអត់ល្អទេតែនៅក្នុងស្ថានភាពឬក៏ situation សម្រាប់អ្នកខាងហ្នឹងអ្នកដែលកើតថ្ងៃហ្នឹងគឺគាត់មានអារម្មណ៍ថាវា fit ជាមួយនឹងគាត់ជាងយើងអញ្ចឹងបើអ្នកទាំងអស់គ្នាចាច់គេហើយក្រោយគេមានរឿងអីគេលែងចង់និយាយជាមួយនឹងយើងឯងព្រោះយើងចាច់គំនិតរបស់គេបាត់ហើយអ្នកទាំងអស់គ្នាអ្នកដែលកើតថ្ងៃទី3 12 21ហើយ30 don't control their life កុំគ្រប់គ្រងជីវិតរបស់គេបើថាស្រឡាញ់បើកសិតតុកសិតអីគេចោះគេចង់ធ្វើអីក៏បានដែរព្រោះគេនឹង update ប្រាប់យើងរហូតទេកុំឲ្យគេធន់នេះធន់នោះតាមចិត្តយើងពេកអីអញ្ចឹងព្រោះគេក៏មានជីវិតរបស់គេតាំងពីដើមមកមុននឹងជួបយើងដែរអញ្ចឹងណាបើស្រឡាញ់គ្នាទុកចិត្តគ្នាទៅហើយតែភាសាឡើងជាងមុនជាងយើងនិយាយថាឲ្យគេនឹងអភិវឌ្ឍតែខ្លួនឯងតាមតែចិត្តយើងហើយអត់បានសួរគេថាតែគេពេញចិត្តនឹងអ្វីដែលយើងបានស្នើសុំឲ្យធ្វើអត់ចឹងណាអ្នកទាំងអស់គ្នាអូសម្រាប់ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ